បាទសួស្តីវីដេអូនេះនឹងបង្ហាញអំពីការទៅទស្សនានៅទំនប់លេខ3ដែលមានទីតាំងស្ថិតនៅក្នុងស្រុកក្រវាញខេត្តពោធិ៍សាត់ហើយមុននឹងទៅដល់ទំនប់គឺពួកយើងបានចូលទិញម្ហូបត្រីសាច់នៅក្នុងស្រុកក្រវាញដើម្បីយកទៅហូបនៅទំនប់លេខ3ដែលជាទីតាំងពួកយើងទៅទស្សនាណាហើយនេះជាម្ហូបដែលប្រជាជនលក់នៅក្នុងផ្សារក្រវាញស្ថិតនៅក្នុងស្រុកក្រវាញដែលស្ថិតនៅតាមផ្លូវហ្នឹងមានត្រីមានមាន់មានអីហ្នឹងហើយកាត់មកហើយយើងបានធ្វើដំណើរដល់ទំនប់លេខ3ដែលទំនប់នេះបានសាងសង់អំឡុងឆ្នាំ2010ហើយបានបញ្ចប់នៅឆ្នាំ2014ដែលដាក់ដំណើរការដើម្បីធ្វើការស្ទាក់ទឹកហើយដើម្បីចូលរួមក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ក៏ដូចជាគ្រោះរាំងស្ងួតនៅក្នុងខេត្តពោធិ៍សាត់ទាំងមូលហ្នឹងអញ្ចឹងជារួមទំនប់ទឹកនេះអាចស្ទាក់ទឹកបានប្រមាណជា25លានម៉ែត្រគូបហើយមែនទែនទៅទំនប់នេះធ្វើឡើងស្ថិតនៅក្នុងចលងភ្នំតែអាចធ្វើការស្ទាក់ទឹកហើយទុកទឹកប្រើប្រាស់នៅពេលចាំបាច់ហើយពេលដែលពួកខ្ញុំទៅកំសាន្តហ្នឹងគឺអំឡុងពេលដែលអាជ្ញាធរបានធ្វើការបើកទឹកដើម្បីធ្វើការស្រោចស្រពផ្ទៃដីស្រែចម្ការដែលស្ថិតនៅខ្សែទឹកខាងក្រោមហ្នឹងហើយដូច្នេះគេបានធ្វើការបើកទឹកមកផ្នែកហើយខាងនេះគឺជាផ្ទៃខាងលើអាងផ្ទៃអាងទឹកឬក៏ខាងលើទំនប់ហ្នឹងហើយដែលព័ទ្ធជុំវិញទៅដោយតំបន់ភ្នំហើយនឹងព្រៃឈើហើយឃើញថាវាមានជាស្ទាប់ហើយធ្វើឲ្យស្អាតទេសភាពនឹងហើយអាចរកត្រីរកអីបាននឹងហើយបន្តដំណើរទៅមុខទៀតគឺតាមផ្លូវទៅអូដាដែលជាអូដាហ្នឹងក៏ជារមណីយដ្ឋានមួយស្ថិតនៅចម្ងាយប្រមាណជា5គីឡូពីគ្នានេះជាសភាពអូដាបច្ចុប្បន្នមានសភាពរីងទឹកដោយសារតែមានគម្រោងនៅផ្នែកខាងលើកំពុងសាងសង់មួយដែរដូច្នេះគេបានធ្វើការបិទទឹកមួយរយៈដើម្បីធ្វើការសាងសង់គម្រោងនៅផ្នែកខាងលើអញ្ចឹងហើយបាទធ្វើឲ្យអូដាហ្នឹងមានសភាពរីងទឹកហ្នឹងក៏ប៉ុន្តែរូបភាពតូចហ្នឹងបង្ហាញពីស្ថានភាពអូដាកាលពីប្រហែលជា3ទៅ4ខែមុនដែលខ្ញុំបានទៅដល់ហ្នឹងហើយឃើញថាទឹកច្រើនហើយមានសភាពច្រើនហើយដែលធ្វើឲ្យហើយអូនេះបានតាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ទៅកំសាន្តជាពិសេសនៅពេលបុណ្យឬក៏ពេលសៅរ៍អាទិត្យដែលមានភ្ញៀវជាច្រើនទៅកំសាន្តហើយនៅតាមអូហ្នឹងក៏មានអ្នកលក់ដូរភេសជ្ជៈនំចំណីក៏ដូចជាបាយពេលដែលពួកទេសចរនៅក្នុង local ហ្នឹងគាត់ទៅកំសាន្តគឺគាត់អាចរស់ជាវទិញដើម្បីហូបចុកបានផងដែរបាទវីដេអូនេះក៏សូមបញ្ចប់តែប៉ុណ្្នឹងអរគុណ